ប្រធានសភាអ៊ីរ៉ង់ថាត្រូវតែផ្ដល់មេរៀនខ្លះដល់អ្នកឈ្លានពានដើម្បីកុំឲ្យវាយប្រហារមកលើអ៊ីរ៉ង់ម្ដងទៀតសង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែលទល់នឹងអ៊ីរ៉ង់មិនទាន់មានសញ្ញាថមថយនៅឡើយទេផ្ទុយទៅវិញមានតែការកើនឡើងកាន់តែខ្លាំងខណៈភាគីចំនួននៅតែបន្តវាយប្រហារគ្នាទៅវិញទៅមកអស់រយៈពេលជាង10ថ្ងៃមកហើយការវិវត្តថ្មីនៃសង្គ្រាមដែលឈានចូលសប្តាហ៍ទី2នេះភាគីពាក់ព័ន្ធនៃចំនួនកំពុងបន្តពង្រីកសមរភូមិទាំងតាមផ្លូវអាកាសនិងផ្លូវទឹកអាមេរិកបាននិយាយថាខ្លួនបានបាញ់កំទេចនាវាដាក់មីនរបស់អ៊ីរ៉ង់ជាង10គ្រឿងនៅក្បែរច្រកសមុទ្រ Hormuz នៅថ្ងៃអង្គារទី10ខែមីនាឆ្នាំ2026ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហោះសារនៅលើបណ្ដាញសង្គមថាប្រសិនបើដោយហេតុផលណាមួយគ្រាប់មីនត្រូវបានដាក់ហើយវាមិនត្រូវបានដកចេញភ្លាមៗទេផលវិបាកយោធាចំពោះអ៊ីរ៉ង់នឹងស្ថិតក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមកចំណែកអ៊ីរ៉ង់នៅតែប្រកាន់ចំហតឹងរឹងប្រឆាំងនឹងសហរដ្ឋអាមេរិកដែលអះអាងថាសាធារណរដ្ឋអ៊ីស្លាមនឹងរារាំងការនាំចេញប្រេងរបស់តំបន់នេះដោយមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនសូម្បីតែ1លីត្រទៅឲ្យសត្រូវរបស់ខ្លួនឡើយនេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP ក្រៅពីវាយប្រហារលើប្រទេសជុំវិញខ្លួនដើម្បីសងសឹកអាមេរិកនិងអ៊ីស្រាអែលអ៊ីរ៉ង់កំពុងយកច្រកសមុទ្រ Hormuz ធ្វើជាចំណាប់ខ្មាំងដើម្បីរារាំងដល់ការដឹកជញ្ជូនប្រេងកាត់តាមផ្លូវទឹកយុទ្ធសាស្ត្រមួយនេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN អ៊ីរ៉ង់បានចាប់ផ្ដើមដាក់មីននៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកប្រេងឆៅប្រហែលជាមួយភាគ5ទៅផ្គត់ផ្គង់លើទីផ្សារពិភពលោក Mohammad Bagher Ghalibaf ដែលជាប្រធានសភាអ៊ីរ៉ង់និងជាអតីតមេបញ្ជាការកម្ពុជានៅក្នុងកងឆ្មាំបដិវត្តន៍បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ថាពិតណាស់យើងមិនកំពុងស្វែងរកបទជបាញ់ទេលោកបានបន្ថែមថាអ្នកឈ្លានពានត្រូវតែទទួលទណ្ឌកម្មនិងបង្រៀនមេរៀនមួយដែលនឹងរារាំងពួកគេពីការវាយប្រហារមកលើអ៊ីរ៉ង់ម្ដងទៀតភាពក្រអឺតក្រទមរបស់មន្ត្រីអ៊ីរ៉ង់បានធ្វើឲ្យអ៊ីរ៉ង់នៅតែបន្តរងការវាយប្រហារពីអាមេរិកផងនិងអ៊ីស្រាអែលផងយោធាអ៊ីស្រាអែលបានចាប់ផ្ដើមការវាយប្រហារថ្មីនៅក្នុងទីក្រុងតេហឺរ៉ង់របស់ប្រទេសអ៊ីរ៉ង់ហើយក៏កំពុងតែវាយប្រហារតំបន់ជីក្រុងបេរុតនៅក្នុងប្រទេសលីបង់ផងដែរនៅថ្ងៃអង្គារនៅក្នុងរលកនៃការវាយប្រហារថ្មីអ៊ីស្រាអែលបានទម្លាក់គ្រាប់លើក្រុងតេហឺរ៉ង់និងក្រុងតាព្រីសនៅក្នុងប្រទេសអ៊ីរ៉ង់ដែលជាជង្រុករបស់ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ង់អភិបាលក្រុងតេហឺរ៉ង់លោក Mohammad Zadeh Motamedian បាននិយាយថាការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានកំណត់គោលដៅតំបន់លំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗរបស់ទីក្រុងរួមទាំងអគ្គិសនីទឹកអូស្មန်និងបណ្ដាញទំនាក់ទំនងទោះបីជាមានការវាយប្រហារក៏ដោយលោកបាននិយាយថាជីវិតប្រចាំថ្ងៃនៅទីក្រុងតេហឺរ៉ង់នៅតែបន្តដោយគ្មានការរំខានឡើយនេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN